សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast របស់យើងនៅថ្ងៃនេះតើអ្នកទាំងអស់គ្នាដែលដឹងទេថាទីក្រុងទំនើបដ៏ស៊ីវិល័យរបស់ចិនសប្តាហ៍ថ្ងៃដែលយើងឃើញមានអគារខ្ពស់កប់ពពកនិងបច្ចេកវិទ្យាទំនើបនោះកាលពី1000ឬ2000ឆ្នាំមុនពួកវាមានមុខមាត់បែបណាហើយមានឈ្មោះអ្វីខ្លះថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាធ្វើដំណើរឆ្លងកាលវេលាទៅមើលការផ្លាស់ប្ដូរឈ្មោះទីក្រុងធំៗចំនួន5របស់ចិននិងគណនាថាតើពួកវាមានអាយុកាលប៉ុន្មានឆ្នាំមកហើយរហូតមកដល់ឆ្នាំ2026នេះមួយពីឆាងអានមកជាស៊ីអានអាយុកាលប្រហែលពី200ឆ្នាំ host ចាប់ផ្ដើមដំបូងគេគឺទីក្រុងដែលមិនអាចរំលងបានបើអ្នកជាអ្នកប្រវត្តិសាស្ត្រឬចូលចិត្តមើលរឿងបុរាណចិនជឿថាច្បាស់ជាធ្លាប់ឮឈ្មោះឆាងអានដែលមានន័យថាសន្តិភាពដ៏យូរអង្វែងទីក្រុងនេះជារាជធានីដ៏រុងរឿងបំផុតក្នុងសម័យរាជវង្សហាននិងរាជវង្សថាំងហើយក៏ជាចំណុចចាប់ផ្ដើមនៃផ្លូវសុទ្ធបើគិតពីពេលដែលវាត្រូវបានបង្កើតឡើងជារាជធានីដំបូងក្នុងសម័យរាជវង្សហានប្រហែលឆ្នាំ2002មុនគ្រិស្តសករាជមកទល់នឹងឆ្នាំ2026នេះគឺមានអាយុកាលប្រហែលពី228ឆ្នាំមកហើយបច្ចុប្បន្នឆាងអានត្រូវបានគេដូរឈ្មោះទៅជាទីក្រុង Xi'an ដែលជាកន្លែងល្បីល្បាញខ្លាំងដោយសាររូបចម្លាក់ទាហានដីដុត Terracotta Army នោះឯងពីយៀនជីងឬប៉េភីងមកជាប៉េកាំងអាយុកាលប្រហែល3000ឆ្នាំ host ទីក្រុងទី2គឺរដ្ឋធានីបច្ចុប្បន្នរបស់ចិនតែម្ដងគឺទីក្រុងប៉េកាំងប៉ុន្តែមុននឹងក្លាយជាប៉េកាំងទីក្រុងនេះឆ្លងកាត់ការបដូរឈ្មោះរាប់មិនអស់ក្នុងសម័យបុរាណវាមានឈ្មោះថាជីបន្ទាប់មកដូរជាយៀនជីងនិងមានសម័យកាលខ្លះដូរទៅជាបៃភីងដែលមានន័យថាសន្តិភាពភាគខាងជើងតំបន់ទីក្រុងនេះមានប្រវត្តិតាំងទីលំនៅតាំងពីប្រហែល1000ឆ្នាំមុនគ្រិស្តសករាជមកម្លេះបើគិតមកដល់ឆ្នាំ2026នេះគឺមានអាយុកាលដ៏ចំណាស់ប្រហែល3000ឆ្នាំហើយវាបានក្លាយជារាជធានីពេញលេញក្នុងសម័យរាជវង្សយានមីងនិងឈិងរហូតមកដល់បច្ចុប្បន្ន3ពីចិនលីងមកជាណានជីងអាយុកាលប្រហែលពី500ឆ្នាំ host ប្រិមិត្តដែលចូលចិត្តអានកំណាព្យចិនឬរឿងស៊ើបអង្កេតបុរាណប្រកាសជាធ្លាប់ឮឈ្មោះចិនលីងដែលប្រែថាភ្នំមាសទីក្រុងនេះត្រូវបានគេប្រសិទ្ធនាមថារាជធានីនៃរាជវង្សទាំង6ដោយសារវាធ្លាប់ជារាជធានីរបស់រាជវង្សជាច្រើនបន្តបន្ទាប់គ្នារួមទាំងសម័យរាជវង្សមីងផងដែរបើគិតពីពេលដែលស្ដេចស្រុកឈូបានកសាងគ្រឹះទីក្រុងនេះដំបូងប្រហែលឆ្នាំ333មុនគ្រិស្តសករាជមកដល់ឆ្នាំ2026នេះគឺមានអាយុកាលប្រហែលពី359ឆ្នាំហើយបច្ចុប្បន្នចិនលីងត្រូវបានពិភពលោកស្គាល់ថាជាទីក្រុងណានជីង4ពីពៀនលៀងមកជាខៃហ្វឹងអាយុកាលប្រហែល1000ឆ្នាំនៃភាពរុងរឿង host មកដល់ទីក្រុងទី4ធានាថាម្នាក់ច្បាស់ជាស្គាល់លោកម្ចាស់ប៉ៅចិនឬតុលាការលួងប៉ៅដែលយើងចូលចិត្តមើលកាលពីក្មេងតើគាត់កាត់ក្តីនៅទីក្រុងណាគឺទីក្រុងខៃហ្វឹងសប្តាហ៍ថ្ងៃនេះឯងប៉ុន្តែនៅក្នុងសម័យរាជវង្សសុងខាងជើងដែលជាសម័យកាលរបស់លោកម្ចាស់ប៉ៅទីក្រុងនេះមានឈ្មោះថាពៀនលៀងឬដាលីងនៅក្នុងសម័យនោះចន្លោះឆ្នាំ960ដល់117ពៀនលៀងគឺជាទីក្រុងធំនិងអ៊ូអរជាងគេបំផុតមួយនៅលើពិភពលោកបើគិតពីសម័យកាលដ៏រុងរឿងបំផុតរបស់តុលាការលួងប៉ៅប្រហែលឆ្នាំ1000នៃគ្រិស្តសករាជមកដល់ឆ្នាំ2026នេះគឺមានអាយុកាលប្រហែល1026ឆ្នាំហើយដែលរឿងរ៉ាវយុត្តិធម៌នៃទីក្រុងនេះត្រូវបានគេចងចាំ5ពីលីនអានមកជាហាងជូវអាយុកាលប្រហែល900ឆ្នាំទីក្រុងចុងក្រោយគឺទីក្រុងមនោរម្យដ៏ស្រស់ស្អាតដែលគេតែងតែប្រៀបប្រដូចទៅនឹងឋានសួគ៌លើដីនោះគឺទីក្រុងហាងជូវដែលល្បីល្បាញដោយសារបឹងខាងលិចប៉ុន្តែនៅក្នុងសម័យរាជវង្សសុងខាងត្បូងនៅពេលដែលរាជវង្សនេះត្រូវរត់ភៀសខ្លួនពីការឈ្លានពានរបស់ពួកម៉ុងហ្គោលពួកគេបានមកតាំងរាជធានីបណ្ដោះអាសន្ននៅទីនេះហើយដាក់ឈ្មោះថាលីនអានដែលមានន័យថាសន្តិភាពបណ្ដោះអាសន្នបើគិតចាប់ពីពេលដែលវាត្រូវបានប្រកាសជារាជធានីលីនអានក្នុងឆ្នាំ1138មកទល់នឹងឆ្នាំ2026នេះគឺមានអាយុកាល888ឆ្នាំចំលេខហុងស៊ុយតែម្ដងពីឆាងអានមកស៊ីអានពីចិនលីងមកណានជីងឈ្មោះអាចនឹងផ្លាស់ប្ដូរទៅតាមពេលវេលានិងការផ្លាស់ប្ដូរអ្នកដឹកនាំប៉ុន្តែដានប្រវត្តិសាស្ត្រវប្បធម៌និងរឿងរ៉ាវដ៏ជក់ចិត្តរបស់ទីក្រុងទាំងនេះនៅតែដកជាប់នៅក្នុងបេះដូងមនុស្សគ្រប់ជំនាន់តើប្រិយមិត្តពេញចិត្តទីក្រុងបុរាណមួយណាជាងគេសូមបញ្ចេញមតិ comment នៅខាងក្រោមកុំភ្លេចចុច like និង share ម្នាក់មួយផងណាជួបគ្នានៅអេពីសូតក្រោយ